មួយដែលសម្លេងហូរកញ្ជ្រៀវនៅក្នុងកីឡាដ្ឋានត្រូវស្ងប់ស្ងាត់ទៅវិញមានថ្ងៃមួយជើងដែលរឹងមាំមិនអាចរត់បានដូចពីម្សិលមិញទៀតហើយមានថ្ងៃមួយដែលវរៈបរោះត្រូវបានប្រកួតភារកិច្ចទៅដល់មនុស្សចំនួនក្រោយពួកគេមិនមែនជាកីឡាករធម្មតាពួកគេជាមនុស្សដែលធ្វើឲ្យមនុស្សរាប់លានអ្នកស្រឡាញ់បាល់ទាត់ហើយពួកគេជាមនុស្សដែលបង្កើតទឹកភ្នែកស្នាមញញឹមក្តីសង្ឃឹមនិងអនុស្សាវរីយ៍ដល់អ្នកគាំទ្រដែលមិនអាចបំភ្លេចបានហើយពួកគេនោះគឺជា Cristiano Ronaldo, Lionel Messi និង Neymar Ronaldo បានបង្ហាញយើងថាការខិតខំប្រឹងប្រែងអាចផ្លាស់ប្ដូរវាសនាបាន Messi បានបង្ហាញថាទេពកោសល្យរួមទាំងការអត់ធ្មត់អាចបង្កើតប្រវត្តិសាស្ត្របានហើយ Neymar បានបង្រៀនយើងថាបាល់ទាត់មិនមែនមានតែការឈ្នះចាញ់នោះទេប៉ុន្តែជាសិល្បៈនៃការលេងដោយបេះដូងមនុស្សជាច្រើនមើលឃើញតែលទ្ធផលនៅក្នុងការប្រកួតប៉ុន្តែមិនសូវបានមើលឃើញការលះបង់ការឈឺចាប់និងការតស៊ូដែលលាក់នៅពីក្រោយស្នាមញញឹមរបស់ពួកគេទេប្រហែលជាថ្ងៃនេះពួកគេមិនអាចរត់លឿនដោយការពីក្មេងព្រោះដោយសារតែរាងកាយមិនអាចឆ្លើយតបនឹងចិត្តដែលនៅតែស្រឡាញ់ការប្រកួតដូចមុនបានពន្លឺភ្លើងអាចនឹងរលត់នៅលើទីលានប៉ុន្តែអ្វីដែលមិនអាចរលត់នោះគឺកេរ្តិ៍ឈ្មោះនិងការចងចាំដែលពួកគេបានបន្សល់ទុកពួកគេអាចចាក់ចេញពីទីលានបានប៉ុន្តែពួកគេមិនអាចចាក់ចេញពីការចងចាំរបស់អ្នកគាំទ្របានឡើយហើយថ្ងៃណាមួយដែលពិភពបាល់ទាត់លែងមាន Ronaldo, Messi ឬមួយក៏ Neymar នៅលើទីលានយើងក៏អាចប្រាប់ក្មេងចំនួនក្រោយថាធ្លាប់មានយុគសម័យមួយដែលពិភពបាល់ទាត់ត្រូវបានគ្រប់គ្រងដោយវីរបុរសទាំង3ព្រោះវីរបុរសពិតមិនស្លាប់នៅថ្ងៃដែលពួកគេចូលនិវត្តន៍ទេពួកគេនឹងរស់នៅជារៀងរហូតនៅក្នុងអនុស្សាវរីយ៍និងការចងចាំរបស់ពិភពបាល់ទាត់Messi, encara Messi, 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 gol, 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 gol.